បាទសួស្តីមិត្តដែលចាប់ការងារខាងថៃតេសទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីការស្វែងយល់អំពី missing neighbor អ្វីទៅគេហៅថា missing neighbor ហ្នឹងហើយលក្ខណៈនៃការ missing neighbor ហ្នឹងយើងមើលទៅវាមានលក្ខណៈដូចនេះបាទខ្ញុំបានសរសេរជា topic មួយហើយនៅក្នុង web page របស់ខ្ញុំបាទយើងអាចចូលទៅបាទខ្ញុំបើកមើលប៉ុន្តែខ្ញុំចង់បញ្ជាក់បន្ថែមទៀតនៅលើវីដេអូនេះព្រោះអ្នកខ្លះគាត់ភាសាអង់គ្លេសគាត់មិនសូវអញ្ចឹងទៅគាត់អត់សូវបានស្វែងយល់ច្រើននៅលើ web បាទអញ្ចឹងអាចចូលទៅ website របស់ខ្ញុំបាទនេះជា website របស់ខ្ញុំគឺបង្កើតឡើងសម្រាប់ share នៅចំណេះដឹងបន្តិចបន្តួចដែលខ្ញុំមានបាទអញ្ចឹងនៅពេលចូល website របស់ខ្ញុំនោះគឺយើងអាចបានចូលនៅ home page ទេយើងងាកមកមើលនៅ blog បាទ blog ហ្នឹងគឺក្តោបរាល់ content ឬរាល់ article ទាំងអស់ដែលខ្ញុំបានសរសេរមានថាក្តោបរាល់ post ទាំងអស់ដែលខ្ញុំបានសរសេរគឺខ្ញុំបានបញ្ចូលនៅក្នុង blog ហ្នឹងបាទនៅពេលចូល blog យើងឃើញមានអត្ថបទមួយដែលមានចំណងជើងថា what is the unactive sub monitor sub and detect sub in UMTS អញ្ចឹងយើងឃើញអញ្ចឹងយើងត្រូវស្វែងយល់អ្វីទៅជាហៅថា active sub ឬក៏យើងហៅថា serving cell monitor sub ឬយើងហៅថា neighbor ហើយនឹង detect sub ហើយយើងអាចហៅវាថាជា missing neighbor វាដូចជាការ missing neighbor អញ្ចឹងដែរបាទអញ្ចឹងយើងអាចคลิกនៅលើរូបភាពនេះដើម្បីចូលទៅ full content មានអាចចូលទៅក្នុងអត្ថបទទាំងមូលឬក៏យើងអាចចុចនៅនេះបានណាបាទនៅក្នុងនោះខ្ញុំបាននិយាយហើយគឺមានន័យថាខ្ញុំអាចសរសេរជាភាសាអង់គ្លេសបាទហើយអ្វីទៅជា active set អ្វីទៅជា monitor set ហើយអ្វីទៅជា detective set អញ្ចឹងងាកមកនៅលើចំណុច Pro វិញខ្ញុំនឹង load log file មួយហើយខ្ញុំនឹងបង្ហាញតែ log file នេះវាបានបញ្ជាក់ពីការ missing neighbor បាទអញ្ចឹងការ load log file ការ preview នៅលើ map អញ្ចឹងធ្វើការ select យកខ្ញុំ select យកទាំងអស់ទេខ្ញុំយកតែ ICP មួយដើម្បីងាយមើលហ្នឹងហើយ event ក៏ខ្ញុំអត់យកដែរខ្ញុំយក neighbor អូខេអញ្ចឹងខ្ញុំធ្វើការ play log file មើលហើយយើងចាំសង្កេតមើលនៅផ្ទាំង window ដែលបង្ហាញពី serving cell ឬក៏ active set neighbor នេះទាំងអស់គ្នាបាទចាប់ផ្ដើមយើងក៏អាចមើល event ឬក៏ layer C ក្នុងនេះបាទដំបូងគឺវាចាប់ផ្ដើមគឺមានពេលនេះគឺ UE កំពុងតែនៅចំណុចមួយនេះហើយវាចាប់ active set 2គឺ active set ដែលមាន scanning code 105ហើយនិង100អញ្ចឹងប៉ុន្តែយើងមើលសូមបញ្ជាក់ខាងលើផ្នែកខាងលើនេះគឺបង្ហាញពី active set active set ហ្នឹងគឺមានន័យថាគឺជា cell ដែល UE កំពុងតែចាប់ឬកំពុងតែ connect ឬក៏បាន connect បាទហើយ monitor set នេះគឺយើងនិយាយឲ្យងាយស្រួលក្នុងនេះខ្ញុំបាននិយាយហើយយើងនិយាយថាជា neighbor យើងនិយាយឲ្យស្ដាប់ឲ្យខ្លីទៅឲ្យងាយយល់តែក្នុងនេះវាមាននិយមន័យផ្សេងទៀតថា monitor set នេះគឺជា cell ដែល UE បាន detect ហើយត្រូវបាន monitor កំពុងត្រូវបាន monitor និងត្រូវបានស្គាល់ដោយ network មានន័យថា UE នេះបាន detect បានចាប់វារួចហើយវាបានស្គាល់និងកំពុងតែបាន monitor ហើយបានស្គាល់ដោយ network ណាហើយយើងនិយាយអានច្រើនហ្នឹងហើយយើងអាចចាំឲ្យខ្លីថា monitor set គឺជា neighbor cell ចាំអញ្ចឹងហើយអ្វីទៅជា active set active set គឺឬក៏ហៅថា serving cell ហ្នឹងគឺជា set ដែល serving with which the UE ណា UE ហ្នឹងយើងមកពាក្យថា user agreement ដែលមានន័យថា UE កំពុងតែចាប់ឬក៏កំពុងតែធ្វើការភ្ជាប់ឬក៏ទំនាក់ទំនងជាមួយនឹង network ហ្នឹងជាមួយនឹង cell មួយហ្នឹងគេយើងហៅថា active set អញ្ចឹងយើងងាកមកមើលវិញយើងឃើញផ្នែកខាងលើនេះមានន័យថាគឺជា active set អញ្ចឹងក្នុងហ្នឹងចំពោះ program test program គេ build ផ្សេងគ្នា program ខ្លះគេឲ្យឈ្មោះថាជា serving cell ហ្នឹងទៅហ
ហើយ program ខ្លះគេឲ្យឈ្មោះថាជា active set តាមពិតពាក្យពីរហ្នឹងគឺដូចគ្នាទេហើយដូចនេះដែរ program ខ្លះគេឲ្យនិយាយថា neighbor ហើយ program ខ្លះគេថា monitor set ប៉ុន្តែយើងចាំទៅពាក្យបច្ចេកទេសវាគឺ active set monitor set ហើយនឹង detect set ស្អីគេ active set យើងចាំមួយម៉ាត់ដូចខ្ញុំនិយាយមិញចាំមួយម៉ាត់ខ្លីថាគឺជា cell ដែល UE កំពុងតែចាប់ឬក៏ UE បានចាប់ណាហើយ monitor set គឺជា cell ដែល UE ស្គាល់វាថាស្គាល់ជា network ហើយវាមិនទាន់បានចាប់ទេវាបំរុងនឹង handover ទៅចាប់អានេះគេហៅថា neighbor monitor set ឬក៏ហៅថា neighbor ហើយ detect set នេះ detect set នេះមានន័យថាគឺជា cell ដែលបានស្គាល់ដោយ UE ប៉ុន្តែអត់បានស្គាល់ដោយ network ទេមានន័យថាបាន detect ដោយ UE ប៉ុន្តែអត់បានស្គាល់ដោយ network មានន័យថាវាមិនទាន់បាន add បញ្ចូលទៅក្នុង network នៅឡើយទេ network parameter នៅឡើយទេអញ្ចឹងអូខេអញ្ចឹងយើងមកមើល analyze log file ម្ដងទៀតខ្ញុំមកឃើញកន្លែងនេះចុះអូខេអញ្ចឹង UE យើងឃើញថា UE យើងនៅក្នុងចំណុចនេះវាកំពុងតែចាប់ cell PAC ពី scanning code primary scanning code 100 active set 2វា hand ទៅ hand មកឃើញអូខេតមក UE ដល់ចំណុចនេះយើងមាន active set 2គឺទី1មកដល់នេះគឺវាបានផ្ដាច់ active set 1ហើយគឺ105វាស្ថិតក្នុង neighbor ទេហើយ206នេះវាស្ថិតក្នុង missing neighbor ណាមានន័យថា cell មួយនេះអត់បាន add cell 206នឹងជា neighbor របស់វាទេហើយ cell នេះដូចគ្នាឃើញដល់កន្លែងនេះចាប់105បាទ105គឺចេញពី cell មួយនេះហើយយើងឃើញថា206 signal វាក៏ strong ដែរគឺ74ណាប៉ុន្តែវាអត់បាននៅក្នុង neighbor list ទេអញ្ចឹងមានន័យថា cell ទាំងពីរនេះគឺអត់បាន add cell 206ដែលមាន scamming code 206ហ្នឹងជា neighbor របស់វាទេអញ្ចឹងហើយបានវាចាប់នៅក្នុង detect set មានន័យថាជា cell មួយដែលមាន missing neighbor យើងឃើញថា RICP ដក67 60អីហ្នឹងគឺវាអាប់ហៅនឹងដែរហើយយើងឃើញថាក្នុង neighbor ហ្នឹងគឺ RICP វារហូតដល់ដក73ប៉ុន្តែអានេះត្រឹមតែដក60ជាងហេតុអីបានវាមិនស្ថិតនៅក្នុង monitor set ឬក៏ហៅថា neighbor ពីព្រោះថាអ្នកដែល config parameter ថានៅក្នុង network របស់គេហ្នឹងគឺអត់បាន add neighbor មក neighbor នៃ cell ទាំងពីរនេះមានន័យថាអត់បាន add neighbor add scamming code cell ដែលមាន scamming code 206ហ្នឹងជា neighbor របស់ cell ទាំងពីរនេះណាជា sector ឬយើងអាចនិយាយឲ្យខ្លីថាជា sector ជា add neighbor sector ទាំងពីរនេះទេអញ្ចឹងឃើញអញ្ចឹងវាមានមូលកាលណា UE មិនបាន add ឬក៏អ្នកដែល config parameter មិនបាន add neighbor ទៅលើ cell ទាំងពីរវាមានបញ្ហាអីកើតឡើងទី1បើសិនជាចិត្តនេះវាអត់មានផ្សាយឬក៏អត់មាន cell ឬដែលយើងនិយាយថា sector ហ្នឹងនៅចិត្តទេបន្ទាប់ពី UE hand មកដល់នេះ signal កន្លែងនេះនឹងចាប់ផ្ដើមខ្សោយទៅកាលណាខ្សោយទៅ UE ចាប់ផ្ដើម request ទៅលើ network ស្វែងរក neighbor មានន័យថាស្វែងរកអ្នកដែលជិតខាងនេះដើម្បីធ្វើការចាប់ដៃយើងអាចថា handover មានន័យថាប្រឡែងដៃពី cell មួយនេះទៅចាប់ cell មួយផ្សេងទៀតពីពោះ cell មួយនេះគឺកាន់តែខ្សោយទៅហើយកាលណាវាស្វែងរកអត់បានទេកន្លែងនឹងអាចនឹងមាន drop call ណាកាលណា UE កំពុងតែ call វានឹងកើតមាន drop call ណាហើយបើថា UE កំពុងតែចាប់ផ្ដើម call វានឹងអាចមាន block call កន្លែងហ្នឹងណាអញ្ចឹងគឺថា call អូខេហ្នឹងបើសិនជា UE កំពុងតែ connect ជាមួយនឹង cell នេះហើយ cell នេះកាន់តែភូទៅហើយវាស្វែងរកមិនមានន័យត្រង់នេះអត់មាន cell ទេឬក៏មាន cell ដែលយើងមិនបាន add ជា neighbor ទេអញ្ចឹងក៏វាអត់ចាប់ដែរហើយហ្នឹងបាទអញ្ចឹងយើងឃើញថាតាមអ្វីដែលយើងមើលនៅលើ log file នេះយើងឃើញហើយបាទ UE ដល់ចំណុចនេះធម្មតា UE ដល់ចំណុចនេះយើងគួរតែ add cell មួយនេះជា neighbor របស់ cell 2នេះណាអញ្ចឹងយើងឃើញថាឥឡូវ UE កំពុងតែចាប់ active set 105ប៉ុន្តែក្នុង105អត់មាន neighbor នេះ scamming code 206អត់មាន neighbor របស់105ទេអញ្ចឹងមានន័យថាបាទអញ្ចឹង UE ចាប់ដើមកិលទៅម្ដងបន្តិចបាទឃើញណាកំពុងតែចាប់ active set 105ដែលគ្នាប៉ុន្តែយើងឃើញក្នុងនេះបាន add neighbor 106យើងថា106 scamming code 106យើងមិនដឹងថាមកពីណា
អាចមកពី cell មួយនេះណា106នេះឃើញណាក្នុងខ្សែមួយនេះគឺវា add neighbor ជាមួយគ្នាមាន neighbor ប៉ុន្តែ cell មួយនេះគឺអត់មាន neighbor ជាមួយនឹង cell 105នេះណាដែលមាន scanning code 105នេះអញ្ចឹងយើងឃើញថា UE យើងកើចិត្តដល់106ហើយណាយើងឃើញ UE ដល់ចំណុចនេះមួយនេះប៉ុន្តែហេតុអីវាអត់ហ៊ានទៅយើងឃើញថារយៈចម្ងាយពី cell មួយនេះមក cell មួយនេះទៅនឹង UE យើងឃើញថាពី UE ទៅ cell 200ដែលមាន scanning code 206គឺចិត្តជាងតែហេតុអីវាអត់ហ៊ានទៅ206ហើយយើងឃើញថាយើងឃើញមើល RICP របស់ cell ដែលមាន scanning code 206នេះដក42គឺវាល្អជាងឃើញទេកាលណាដកកាន់តែតូចគឺកាន់តែល្អវាល្អជាង scanning code ICP ដែលមាន scanning code 105នេះរហូតដល់ដក60អញ្ចឹងហេតុអីពី cell មួយនេះមក cell មួយនេះ cell 206ល្អជាងហេតុអីវាមិនហ៊ានទៅដោយសារអីមូលហេតុគឺវា missing neighbor យើងចាំចំណុចមួយថា active set 2ឬក៏ cell 2ដែលមាន ICP ខុសគ្នាដក 2dBm ណាដក 2dBm វានឹងហែនទៅរក cell ណាដែលមាន ICP ល្អជាងណាខ្ពស់ជាងឬក៏យើងនិយាយថាល្អជាងឧទាហរណ៍ថាឥឡូវ cell មួយនេះយើងឃើញ cell មួយនេះដក42ហើយ cell មួយនេះដក60ចុះហេតុអីវាមិនហែនព្រោះ cell មួយល្អជាងអញ្ចឹងដោយសារវាមានបញ្ហាជាលក្ខណៈ missing neighbor វាអត់បាន add neighbor ទៅលើ cell មួយនេះអញ្ចឹងត្រូវចាំម្ដងទៀតយើងនិយាយម្ដងទៀតទៅថា cell 2ដែលមាន ICP ខុសគ្នាដក 2dBm វាត្រូវតែហែនទៅរក cell ដែលមាន ICP ល្អជាងណាបើមិនហែនគឺមានន័យថាវាមាន missing neighbor ហើយកន្លែងហ្នឹងអញ្ចឹងយើងឃើញឧទាហរណ៍ជាក់ស្ដែងយើងឃើញហើយនេះដក42នេះដក60តែវាអត់បានហែនទេហើយ cell មួយនេះក៏អត់ស្ថិតក្នុង monitor set ដែរមានន័យថាអត់ស្ថិតក្នុង neighbor list ទេវាស្ថិតនៅក្នុង missing neighbor list វិញឬក៏ហៅថា detect set វិញអញ្ចឹងដែលបង្កើតឲ្យមាន missing neighbor ណាអញ្ចឹងយើងឃើញបន្តទៀតទោះ UE នេះមូមកដល់ក្រោមផ្សាយនេះក៏ដោយគឺវានៅតែអត់ hand មកចាប់ sector ហ្នឹងទេឬក៏ cell មួយហ្នឹងវានឹងអាច hand ទៅចាប់ cell ដែលផ្សេងក្រៅពីនឹងដែលមាន add neighbor list អញ្ចឹងយើងឃើញថា cell មួយនេះចិត្តនេះមាន scanning code 28ហើយនឹង29យើងឃើញ27 28 29នេះមួយនេះគឺ twin beam ណា twin beam អន្តរណាអញ្ចឹងវាមាន scanning code 2គឺ27និង28ហើយមួយនេះគឺ29អញ្ចឹងយើងចាប់ដើម play log file បន្តទៀតណាអញ្ចឹងយើងឃើញអញ្ចឹង UE រំកើកាន់តែចិត្ត scanning code 206តែ scanning code 206នៅតែស្ថិតក្នុង detect set list detect set ដដែលវាអត់ស្ថិតក្នុង neighbor ឬក៏ active set ទេយើងឃើញបន្តមកគឺ UE hand ចាប់ផ្ដើម hand ពី105មកចាប់27 28ហេតុអីយើងឃើញ UE នៅចំពីមុខ sector 206ហេតុអីមិនចាប់206ដែលវាមកចាប់ sector ដែលនៅឆ្ងាយវិញដោយសារ sector 206នេះអត់មាន neighbor ជាមួយនឹងsector 105នេះតែជា active set បាញ់មិញមុននឹងវា hand នេះបាទអញ្ចឹងវាចាប់ផ្ដើម UE ជាចាប់ផ្ដើមស្វែងរក neighbor របស់វាយើងហៅថាស្វែងរកដៃគូចិត្តខាងរបស់វានឹងវាឲ្យងាយយល់ថាណាដែលងាយវានឹងចាប់ដៃណាងាយហើយនឹង hand ទៅអញ្ចឹងវានឹងឃើញអញ្ចឹងយើងមើលឃើញដំបូងឡើយមុននឹង hand យើងឃើញថាដំបូងមុននឹងវា hand យើងឃើញនៅត្រង់ចំណុចមួយនេះណា W sudah soft handover success កន្លែងហ្នឹងមុន hand យើងឃើញ UE ចាប់105ណាកន្លែងនេះយើងឃើញចាប់105អញ្ចឹង105 106 27ស្ថិតនៅក្នុង list មាន neighbor list 106មកពី sector នេះដែរប៉ុន្តែវា strong ហេតុអីហើយវា strong យើងឃើញ sector វាក៏បាញ់ប្រឆិតមកនឹងដែរអញ្ចឹងវាចាប់ផ្ដើម move ទៀតឃើញចាប់ផ្ដើម move មកមុខទៀត move រហូតដល់105ដក63 27ដក69យើងឃើញហើយកាន់តែចិត្តហើយ63 70ចាប់ផ្ដើម69 68យើងឃើញអានេះនៅតែខ្ពស់ជាងដដែលអញ្ចឹងវាអត់ទាន់ hand ទេណាយើងឃើញបាទបន្តមកទៀតយើងឃើញចាប់ផ្ដើម hand នៅកន្លែងនេះគឺ hand គេ105
62 និង 67 អញ្ចឹងយើងឃើញ70.10 70.62 វាចាប់ផ្ដើមក្នុង active set ជាមួយគ្នាបាទណា68ណា66 68គឺស្ថិតក្នុង active set ជាមួយគ្នាចាប់ផ្ដើមមកណាហើយមាន active set 3គឺ cell មួយនេះមាន2 scaling code ដោយសារវាជា twin beam អញ្ចឹងវាចាប់ផ្ដើម hand បាទឥឡូវនេះsignal ពី sector 105មកវាកាន់តែខ្សោយទៅរហូតខុសគ្នាដល់ដក80អានេះ72 73អញ្ចឹងយើងឃើញអញ្ចឹងបន្តមកគឺវាចាប់ផ្ដើមផ្ដាច់ខ្លួនចេញពី active set វាមកនៅ stick ក្នុង chain neighbor វិញណាហើយយើងឃើញកន្លែងហ្នឹងណាហើយ206នេះវាយើងឃើញថានៅពីមុខ sector តែវាអត់ចាប់ហេតុអីដោយសារទាំង105ទាំងអានេះអត់បាន add neighbor វាទេអត់បាន add 206ជា neighbor វាទេអញ្ចឹងយើងឃើញខ្ញុំកលកម្មចិត្ត206ស្ថិតនៅក្នុង missing neighbor ដដែល missing neighbor list យើងឃើញវាចាប់35ណាវាមាន neighbor មកពីណាដែលឆ្ងាយណាស់វិញដោយសារហេតុអីដោយសារ sector មួយនេះពី20ដែលមាន scan កូន27 28នេះវាបាន add neighbor ពីនេះមកអញ្ចឹងវាឃើញយើងក្នុង list ទាំងអស់ហើយ206អត់បាន add neighbor ជាមួយនឹង sector មួយនេះអញ្ចឹងវាចាប់ផ្ដើមនេះអញ្ចឹងយើងឃើញចាប់ផ្ដើម move UV មកបាទ UV ចាប់ផ្ដើម move យើងឃើញ206នៅតែអត់ចាប់បាទរហូតដល់យើង move មកដល់ចំណុចមួយបាទយើង play តែម្ដងយើងឃើញ206នៅតែមិនអាចឡើងទៅជា neighbor បានណាយើងឃើញដោយសារហេតុអីដោយសារអ្នកដែល config parameter ហ្នឹងគឺអត់ទាន់បាន add បញ្ចូល sector ដែលមាន scaling code 206ទៅក្នុង neighbor list របស់ cell មួយនៅក្នុង size ហ្នឹងមានន័យថាគ្រប់ size គ្រប់ sector ទាំងអស់គឺត្រូវតែមាន neighbor នឹងគ្នាឧទាហរណ៍ថា sector មួយនេះស្ថិតក្នុង active set អញ្ចឹង sector មួយហ្នឹងត្រូវ add ណា neighbor ពីគ្រប់ sector ទាំងអស់នៅក្នុង size ហ្នឹងបាទហើយយើងមើលបាទអញ្ចឹងប្រហែលជាអ្នកអាចយល់ហើយនិយាយបើយើងក៏អាច check ជាមួយនឹង Genix Assistant បានដែរយើងអាច check មើលបាទអញ្ចឹងខ្ញុំនឹង check មើលជាមួយនឹង Assistant អញ្ចឹងខ្ញុំបាន load log file នឹងមួយមកហើយខ្ញុំអាច check មើលអូខេ display on map អញ្ចឹងខ្ញុំ synchronize color វាអញ្ចឹងយើងឃើញ sector មួយនេះគឺចេញ scaling code 2យើងឃើញបាទ scaling code 2គឺ active set មកណាហើយមួយនេះក៏ចេញពី sector ដូចគ្នាដោយសារ sector នេះ twin beam sector នេះគឺចេញ scaling code ដូចគ្នាហើយយើង show scaling code ទៅអូខេអញ្ចឹង29យើងឃើញចាប់29គឺគាត់អាច show scaling code ដូចគ្នាអូខេយើងឃើញ29អានេះ105មកវាចាប់ផ្ដើមមក27ក៏ដោយវាអត់មានទេ sector 206គឺអត់មានចេញទេម្ដងខ្ញុំអាច show បានអញ្ចឹងយើងមើលនៅក្នុង base active set ណា first base active set ទី1ណាគឺយើងមើលអត់ឃើញមាន scaling code 206តែម្ដងតែបើយើង check នៅក្នុង detect set ណាយើងអាចក្នុង neighbor គឺយើងអត់មានទេអញ្ចឹងយើងអាច check មើលសិនខ្ញុំអាច check ជាមួយនឹង neighbor យើង check មើលទាំងគ្នាអូខេ display នៅលើ separate map ម្ដងខ្ញុំ synchronize ដូចគ្នាហើយខ្ញុំ display legend មកយើងឃើញហ្នឹង206គឺក៏អត់ស្ថិតនៅក្នុង neighbor ដែរនេះយើងឃើញយើង analyze លើ assistant យើងឃើញហ្នឹងមាន active set monitor set ហើយនិង detect set active set នេះគឺយើងយល់ហើយមែន active set គឺជា cell ដែល UE កំពុងតែចាប់ឬកំពុងតែធ្វើការទំនាក់ទំនងជាមួយ communicating ណាហ្នឹងហើយ monitor set គឺជា monitor set គឺជា neighbor មានន័យថាជា cell ដែល UE បំរុងនឹង handover ទៅឃើញទេបើសិនជា active set កាន់តែខ្សោយទៅហើយ neighbor ឬក៏ monitor set កាន់តែ strong ទៅរហូតដល់ចំណុចមួយវាស្មើគ្នាឬក៏ខុសគ្នាពីរវាង active set 2ហ្នឹងវានឹង hand ទៅ active set មួយណាដែលល្អជាងណាដែលមាន ICP ខ្ពស់ជាង
ចាំថាខុសគ្នាដក ដក dBm វានឹងខានហើយអញ្ចឹងយើងឃើញថាទាំងពីរ active set ហើយនិង monitor set គឺអត់មាន scaling code 206ចេញមកទេយើងឃើញណាអញ្ចឹងយើងមកមើល detect set វិញខ្ញុំ display មកលើ detect set វិញអូខេហើយបន្តមកខ្ញុំ synchronize color ដូចគ្នាណាអូខេអញ្ចឹងយើងឃើញក្នុង detect set យើងឃើញមាន206ចេញមកគឺពណ៌យើងអាចនិយាយពណ៌ត្រួយចេកពណ៌អីពណ៌ត្រួយចេកណាគឺមាន206អញ្ចឹង206គឺស្ថិតក្នុង detect set ស្ថិតក្នុង missing neighbor អញ្ចឹង cell មួយហ្នឹងគឺវា missing neighbor ទៅគ្រប់ cell ទាំងអស់នៅក្នុង site ណាអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់អ្វីហៅថា active set អ្វីហៅថា monitor set អ្វីហៅថា detected set ណាអូខេអញ្ចឹងបើសិនមានចម្ងល់ឬក៏បញ្ហាអីទាក់ទងនឹង missing neighbor ហ្នឹងគឺអាច comment នៅក្រោមវីដេអូដែលខ្ញុំបានផលបាទហើយចូលរួមអាននិងស្វែងយល់ពីបច្ចេកវិទ្យាឬក៏និយាយថាស្វែងយល់ពីចំណេះដឹងនៅក្នុង Telecom អូខេ Complete Subscriber អរគុណជំរាបលា